សួស្តីអ្នកនរគ្នាជួបគ្នាជាមួយ admin ម្ដងទៀតហើយនៅរឿង Resident Evil ភាគទី3មុននឹងចូលដល់សាច់រឿងសូមអ្នកនរគ្នាជួយចុច like subscribe និងបើករូបកណ្ដឹងម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ admin ចេញវីដេអូក្រោយបន្តមកទៀតចូលមកដល់ក្នុងសាច់រឿងនេះយើងឃើញថា Alice គាត់ដេកនៅកកនៅក្នុងបន្ទប់ទឹកទៀតហើយដែលមើលទៅវាដូចគ្នាបេះបិទទៅនឹងសាច់រឿងភាគទី1ហើយអញ្ចឹងអ្នកនរគ្នាឆ្ងល់ហ่าអ្មេចទេ admin ភាគទី3មិនវិលទៅវិលមកត្រឡប់ទៅភាគទី1វិញអញ្ចឹងតាមដានបន្តទៀតទៅ admin នឹងបកស្រាយជូនអ្នកទាំងអស់គ្នាទស្សនាចឹងបន្តមកទៀតមកឃើញតែលីគាត់ស្លៀករ៉ូបហើយដើរមកដល់ក្នុងបន្ទប់នេះឃើញមានរ៉ូបក្រហមមួយនឹងលើពុកបន្ទាប់ពីនឹងទៅដើរចេញមកទស្សនវិជ្ជាខាងក្រៅនេះឃើញរូបថតនឹងការជាមួយនឹងមនុស្សប្រុសម្នាក់ពេលហ្នឹងឃើញសមោលអីម្យ៉ាងខ្យល់វាយអញ្ចឹងផឹបអាលីគាត់ក៏ដើរតាមទៅមើលទៅក៏ប៉ុន្តែកន្លែងនេះវាខុសគ្នាបន្តិចដោយសារនៅខាងក្នុងនេះវាបើកទ្វារមកឃើញមានបន្ទប់កញ្ចក់ laser ទៅវិញគាត់តែឈានជើងដើរចូលមកយកដៃប៉ះកញ្ចក់នោះសម័យឃើញអតីតកាលដែលកន្លងហើយនឹងចូលមកក្នុងគ្រូក្បាលគាត់វិញនឹងអស់ចំហើយស្រាប់តែពេលហ្នឹងទ្វារនោះបិទទាំងមុខទាំងក្រោយធ្វើស៊ីអាលីបាត់បាញ់ laser មកលើកទី1អាលីគេចផុតក៏ប៉ុន្តែលីនៅតែមិនទាន់រួចខ្លួនទេពេលចេញមកលើកទី2នេះសំណាញ់បងត្រីមកបដ ாய் គាត់លះមែនតើលោតផ្លឹបចូលទៅក្នុងពងខ្យល់នោះបាត់លូនចូលមកដល់នេះលោតចូលមកដល់ក្រោមទៅឃើញជុំវិញនេះសុទ្ធតែបន្ទប់ប៉ុន្តែគ្មានមនុស្សអីសូម្បីតែម្នាក់ដល់លីនឹងមើលទៅដូចជារៀងមានការសង្ស័យដែរលបគ្រួញអាខែនឹងកលៀនអញ្ចឹងទៅពីមុខគាត់មានស្អីទេមកកាត់ផាំងដាច់អាខែនឹងជាពីរអាលីនឹងគាត់ភ័យចង់ស្លោឈាមក៏បន្តដំណើរមកមុខទីទៀតមកជន់ចំកលឹះយន្តកន្លែងណាទេស្រាប់តែមានអាកាភ្លើងមួយនោះវាងើបចេញពីក្រោមដីមករះផាំងចំពោះស្លាប់បដ ாய் ពេលនោះឃើញមានមនុស្ស3នាក់ដើរមកមើលដែលអ្នកកដាលគេនោះគឺជាដុកទ័រអៃសាក់ហើយក៏បានប្រាប់ឲ្យកូនចៅរបស់គាត់នោះយកឈាមអាលីទៅធ្វើជាសំណាក់ទៅហើយក៏លេចមកមើលខាងក្រៅនេះឃើញផ្ទះឡើងកញ្ចាស់រោករ៉ាក់ខ្លាំងមែនទែនអត់មានមនុស្សនៅសូម្បីតែម្នាក់ក៏ប៉ុន្តែឃើញពួក Umbrella នឹងបីអាលីចេញពីក្រោមដីមកយកមកបោះចោលក្នុងដៅនេះផ្លុកហើយយើងមើលទៅឃើញតែកន្លែងហ្នឹងសិតតែសាកសពអាលីដេកកោជើងគ្នាពេញទៅនឹងដែលកន្លែងនេះគឺជាមន្ទីរពិសោធន៍ថ្មីមួយទៀតរបស់ពួក Umbrella មានទីតាំងនៅខាងក្រោមដីហើយអាលីដែលយើងឃើញមិញហ្នឹងអាលីដែលដេកស្លាប់អាណែអាណោកពេញទៅផ្លូវហ្នឹងគឺសិតតែជាអាលីក្លូនទេដែលដុកទ័រអៃសាក់ហ្នឹងគាត់ព្យាយាមដេញចាប់អាលីពិតប្រាកដហ្នឹងអស់រយៈពេលប្រហែលឆ្នាំហើយប៉ុន្តែរត់ឃើញសោះអញ្ចឹងគាត់ព្យាយាមបង្កើតអាលីក្លូនមួយហើយមួយទៀតសង្ឃឹមថាអាលីអស់ហ្នឹងអាចនឹងមានសមត្ថភាពដូចទៅនឹងអាលីពិតប្រាកដក៏ប៉ុន្តែលទ្ធផលគឺអត់ដូចការរំពឹងទុករបស់គាត់ទេអាលីគឺមានតែមួយគត់ដែលខ្លាំងដែលនៅក្នុងប្រយោគអស់នេះគឺជាពាក្យសម្ដីរបស់អាលីបានឲ្យដឹងថាពួក Umbrella គិតថាពួកគេអាចទប់ស្កាត់ T-Virus នឹងបានប៉ុន្តែគិតខុសធ្ងន់ខ្លាំងមែនទែនការរីករាលដាលឆ្លង T-Virus នៅក្នុង Recon City នៅភាគទី2នេះវាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះត្រឹមតែរយៈពេលមួយអាទិត្យទេ T-Virus នេះវាបានលើបត្របាក់សហរដ្ឋអាមេរិកមួយទាំងមូលនិងរយៈពេលប្រហែលខែក្រោយមកទៀតវាបានឆ្លងរីករាលដាលទូទាំងពិភពលោកហើយក៏បន្តឲ្យដឹងទៀតថា T-Virus នេះវាមិនត្រឹមតែបំផ្លាញអាយុជីវិតមនុស្សហើយនឹងសត្វទេសូម្បីតែទន្លេបឹងបួអីហ្នឹងវារីងស្ងួតអស់លីងរុក្ខជាតិផ្សេងក៏ត្រូវបានរលួយងាប់អស់ទៅតាមនឹងដែរដែលនេះវាបានធ្វើឲ្យផែនដីក្លាយទៅជារហោឋានដូចជាសមុទ្រសាច់គ្រប់ទីកន្លែងដែលមនុស្សម្នាក់កំពុងជិះម៉ូតូប្រែនតែឯនេះហើយគឺជាអាលីសពិតប្រាកដអាលីសក៏បន្តទៅទៀតថាមានជីវិតមនុស្សតិចតួចបំផុតដែលរស់រាននៅលើភពផែនដីនេះហើយដើម្បីបន្តជីវិតរស់នៅបានមិនត្រូវនៅមួយកន្លែងទេគឺធ្វើគោចរជានិច្ចហើយម្យ៉ាងទៀតកន្លែងដែលគ្រោះថ្នាក់បំផុតហ្នឹងវាគឺជាទីក្រុងធំនោះឯងទោះជាយ៉ាងណាក៏ដោយនៅពេលដែលឈប់សម្រាកក៏មិនត្រូវឈប់យូរដែរត្រូវតែបញ្ញាបន្តដំណើរទៅមុខឲ្យលឿនព្រោះសារកាលណាមាន1មាន2មកហើយយូរទៅវាប្រកាសជាមកច្រើនទៅហើយមធ្យោបាយធ្វើដំណើរពីមួយថ្ងៃទៅកន្លែងនេះពីមួយថ្ងៃទៅកន្លែងនោះគឺជាគំនិតល្អបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃហើយការដែលអាលីគាត់ជិះម៉ូតូមកតំបន់នេះគឺគាត់ទទួលបានការហៅជំនួយនៅក្នុងឯកូនរបស់គាត់មានមនុស្ស7នាក់នៅនឹងត្រូវការជំនួយហើយនឹងថ្នាំសង្កូវជាបន្ទាន់ឮតែស្រែកហៅជំនួយមែនប៉ុន្តែនៅពេលដែលអាលីគាត់ដើរចូលមកដល់ក្នុងនេះគឺវាស្ងាត់ឈឹងហ្មងអត់មានឃើញស៊ុំប៊ីអីសូម្បីតែមួយក្បាលសមោលមនុស្សម្នាក់ក៏អត់មានដើរចូលមករៀងជ្រៅបន្តិចទៀតនៅក្នុងបន្ទប់មួយឃើញស្ត្រីម្នាក់កំពុងអង្គុយបែរខ្នងដាក់អាលីនៅតែឯងស្រែកហៅឲ្យអាលីជួយកូនគាត់ផងក៏ប៉ុន្តែពេលដែលអាលីគាត់លើកមើលទៅឃើញតែក្មេងនឹងវាគឺជាតុក្កតាតែប៉ុណ្ណោះចប់បាត់អាលីចូលអន្ទាក់ពួកនឹងបដ ாய் ធ្វើពុតស្រែកហៅមនុស្សឲ្យមកជួយនៅពេលដែលមានអ្នកមកជួយហើយបែរជាចាប់គេហើយនិយាយឌឺដងទៅគេទៅទៀតហើយមើលទៅអាមួយនោះវាដូចជាអត់សូវស្រួលហ្មងទេហ្មងបៀតបៀនអាលីគាត់បានពំរៀនហើយកុំផ្ដេសផ្ដាស់ណាប្រាប់អត់ស្ដាំធាក់មួយជើងបាក់កងាប់ភ្លាមមកពេចអញ្ចឹងទៅពួកប្រមាណអ្នកនោះវាខឹងខ្លាំងមែនទែនចាប់អាលីចងយកមកដាក់ខាងក្រោមនេះឲ្យពួកឆ្កែស៊ូមប៊ីនោះដេញខំក៏ប៉ុន្តែសញ្ញាអាលីគ្មានបញ្ហាទេសម្បត្តិតែឆ្កែកាពី3ក្បាលនេះស៊ីផុយពួកនោះវាមើលទៅឃើញតែដូចខ្លាំងបកគេអញ្ចឹងប្រឡែងថែម2 3ទៀតមើលហក់មកមួយត្រូវមួយជើងផ្ទប់កលៀតខ្សែភ្លើងហ្នឹងហក់មកមួយទៀតយកខ្សែចងកកឲ្យមើលចាប់បានចងជាប់ទាំង2ទាំង3ណាក៏ប៉ុន្តែពួកនោះវាមិនឆ្កែធម្មតាស្អីវាឆ្លងមេរោគឯហ្នឹងកម្លាំងជើង8ទៅទៀតវាលោកកតាកជ្រោទាំង2ទាំង3ហ្មងខាំអាលីងបាក់តសនោះធ្លាក់សុតចុះមកណាអាលីក៏ឃើញអញ្ចឹងលះមែនតើប្រូចលោតឡើងទៅដល់លើបាត់ហើយឆ្កែពីរក្បាលនោះវាមានដេញខាំអាលីឯណាទៀតហ្នឹងពួកហ្នឹងចំណៃវាដាក់យកមកខ្ទេចអញខ្ពើមជួយនេះមកយកកភ្លើងកបិតដាក់ចូលកប៉ៅខោទៅមិនដឹងហើយជិះម៉ូតូចេញទៅក្រៅបាត់ទៀតទៅមិនដឹងទៅដល់ណាដល់ណីទៀតតែឯងនោះអាមួយនេះកំពុងខំខ្មោចស៊ីនឹងដីឆ្ងាញ់ពិសាផងអាណាគេនេះបោកឡើងម្ដងបុកផាំងបាក់កងាប់បាត់តែនេះគឺជាក្រុមឡានមនុស្សរស់រានមានជីវិតដឹកនាំទៅដោយឃ្លា
ấy mơ tới kia mà nè nắng đôi chiêm sơi khoai qua hướng xuống bi ai na này sao vì đôi chỉ thua mà đá hoàng ngày pê chẳng tới có vai ai công thì chơi kia lên vậy bị prey ai na này chẳng á đời ra chu mọt pê on min prey chúa bỏ hộp ọp như tròn kẹo tới buổi chẳng tới xuống bi nó nghĩa tới khơi lan bò cắt nắng với tháo tới na bong chạm ôn phong ấy nghĩa mà mơ krom amrl nâng khang khổm đây này với cái cặp bông non kia chôm chỉ môi thằng nạn đực non thòng thòng á mà nè ban hiện ca pi đầm bon để quạt ban căn ca phiền luôn nâng tới Dr. Albert nè la tới phẹp thác lại là bỏ quán qua biên ha lệ cho hố đo tơ một phay bằng bảy phía rồi hôm nay nè la tiết ban hiện ca phẹp tha ti cái lại nó bỏ quán nâng miên chùm luôn nè slap để xa thì vừa rồi nâng cao lăng là hỗ trợ đo đập bằng phay nè hỏi về nâng Dr. Isaac Manda châu mỏ và thiếu krom đại chỉ Albert nâng ban su non cho tha à mấy đá ca bị sao đó ngày nên tầm nã ca ta đo này hỏi tam ca sao chưa có lõ món này ban này đâm tha bộ nâng việc bật chỉ liên châu chất xì sạch men còn bàn tay ninh mình men chia đầm rơi cá trăm bạch bảo vệ thì tu bây chỉ miên si ót xí của viên nơi ai hú hay đa ban đây hơiสกรรมភាពរបស់វានឹងគឺបន្តបានដល់រាប់ទូសវត្សរ៍អត់ចេះងាប់ដូចមនុស្សយើងទេហើយអញ្ចឹងទៅសមាជិក Umbrella 2នាក់នេះទៅចែកគ្នាថាបើសិនជាអញ្ចឹងមែនយើងប្រកាសជាជាប់នឹងក្រុមដីនឹងរាប់ទូសវត្សរ៍ហើយពេលនឹង Albert ដែលជាប្រធានដឹកនាំក្រុមហ៊ុនធំនោះបានសួរនាំទៅ Dr. Isaac ថាមិនដែរ project របស់ Ali ដល់ណាហើយ Isaac ក៏តបទៅវិញថារយៈចុងក្រោយនេះគាត់ព្យាយាមបន្សល់ជាមួយនឹង Ali ជាច្រើនដងច្រើនសារហើយយកឈាមរបស់ Ali នោះមកបន្សល់ឃើញថាវាមានប្រតិកម្មប្រឆាំងជាមួយនឹងមេរោគ T-virusដែលនេះប្រហែលជាអាចធ្វើឲ្យពួកស៊ូមប៊ីនោះត្រឡប់មកជាភាពធម្មតាដូចដើមវិញហើយប្រហែលជាធ្វើឲ្យពួកនោះវាមានភាពចងចាំឡើងវិញនិងមានការវៃឆ្លាតជាងមុននិងអាចទប់ស្កាត់ការសេះឃ្លានចង់ស៊ីសាច់របស់ពួកវានោះបានផងដែរ Dr. Albert ក៏សួរទៅ Isaac ថាមិនដែរធ្វើអញ្ចឹងមានគោលបំណងអីគេ Dr. Isaac ក៏ថាមើលទៅពួកអស់នេះសភាពវាដូចជាសត្វអញ្ចឹងយើងអាចយកពួកវាមកចិញ្ចឹមហើយវឹកហាត់វាទៅដើម្បីយកមកប្រើប្រាស់ហើយនៅថ្ងៃណាមួយនៅពេលដែលការផ្សោតរបស់គាត់បានសម្រេចយកពួកអស់នោះទៅគ្រប់គ្រងផ្ទៃខាងលើពួកគាត់មិនបាច់សង្ងំនៅខាងក្រោមដីនេះទៀតទេសមាជិក Umbrella ម្នាក់ទៀតនោះសួរទៅ Dr. Isaac ថាអាមិនចឹងផ្សោតច្រើនខែអត់មានចេញលទ្ធផលអីទេបានត្រឹមតែនិយាយអួតបោកហ្នឹង Isaac ក៏ថាបើសិនជាគ្មានគំរូដើមរបស់ Ali ទេការផ្សោតរបស់គាត់វារៀងពិបាកបន្តិចហើយដែលសប្តាហ៍ថ្ងៃនេះគាត់ព្យាយាមក្លូន Ali ជាច្រើនពាន់នាក់នៅក្នុងមន្ទីរពិសោធន៍របស់គាត់នឹងដើម្បីតេស្តមើលថាគីឡូមាននរណាម្នាក់អាចខ្លាំងល្អប្រសើរដូចជា Ali តម្រងដើមប៉ុន្តែអ្វីគ្រប់យ៉ាងហ្នឹងគឺវាពិបាកណាស់លទ្ធផលមិនអាចរំពឹងទុកមុនបានទេអញ្ចឹងទៅ Albert ដែលជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Umbrella បាននិយាយទៅ Dr. Isaac ថា project Ali ហើយនឹងការធ្វើហ្សែនបំរែបំរួលពួកអសូមប៊ីនោះឡើងវិញវាគឺជាអតិភិបអញ្ចឹងក៏ចេញបទបញ្ជាថាឲ្យ Dr. Isaac នឹងធ្វើអានឹងទាំងពីរទៅបានមួយណាយកមួយនឹងចំណែកអាការស្រាវជ្រាវផ្សេងទៀតទុកទៅមួយកន្លែងសិនទៅមិនបាច់តន់ធ្វើអីទេហើយគាត់រំពឹងថានឹងទទួលបានរបាយការណ៍ល្អពី Dr. Isaac នៅសប្តាហ៍ក្រោយ Dr. Isaac ក៏ថាគ្មានបញ្ហាទេលទ្ធផលនឹងបកគលឲ្យនៅក្នុងអាទិត្យក្រោយប៉ុន្តែល្អឬមិនល្អគាត់ហ៊ានធានាទេដូចបាននិយាយអញ្ចឹងព្រោះសារការពិសោធន៍គ្រប់យ៉ាងគឺវាមិនល្អដោយការរំពឹងទុកទេពេលនោះ Albert ក៏និយាយទៅគម្រាម Isaac ថាអូបើសិនជាអញ្ចឹងមែនប្រហែលជាគាត់ទៅរកអ្នកផ្សេងជំនួសតំណែង Isaac ឲ្យមើលទៅចំណែក Ali មកដល់តំបន់នេះមានក្រាសាំងហើយឃើញអាមុននោះដើរឆ្កេឆ្កឺដាក់មកគ្រាប់ទៅមើលទៅវាស្ងួតហួតហែងខ្លាំងមែនទែនទៅបោលេខដាច់អាយអស់ហើយដោយមកដល់ទីនេះរំពឹងថាមានសាំងអីអាចប្រើបានខ្លះអញ្ចឹងណាដល់ពេលលើកដៃព្រេងមកគ្មានផងសំបីតែមិនត្រឡប់អញ្ចឹងទៅក៏ដើរចូលទៅមើលក្នុងស្ថានីយ៍ហ្នឹងគីឡូវាមានរបស់អីឃើញតែអាចប្រើប្រាស់បានអញ្ចឹងណានៅពេលដែល Ali គាត់បើកទ្វារខាងនេះមកឃើញមានសាកសពស្អុយឲ្យលួយមួយនៅខាងក្នុងហ្នឹងសិតទៅរុយរោមឲ្យឡើងពេញនេះចំណែកឯវិសុនៅលើម៉ូតូរបស់គាត់ហ្នឹងតែងតែស្រែកជារឿយថានេះគឺជាក្បួនរបស់រថយន្ត Clary កំពុងតែធ្វើការផ្សព្វផ្សាយរកមនុស្សណាដែលនៅរស់រានមានជីវិតដើម្បីឲ្យទៅចូលរួមក្នុងក្រុមរថយន្តរបស់ពួកគេជាសុវត្ថិភាពហើយអាវិសុហ្នឹងវានៅតែបន្តនិយាយដើររហូតណាប៉ុន្តែ Ali ហ្នឹងក៏អត់ខ្វល់ទេដឹងថាអ្នកដែលផ្សាយហ្នឹងពិតប្រាកដមែនឬក៏អត់ផងព្រោះសារគាត់ធ្លាប់ចាញ់បោកគេមួយសារហើយពេលហ្នឹង Ali ក៏គាត់បើកសភៅមើលដែលរើបាននៅក្នុងបន្ទប់មិញហ្នឹងណាឃើញថាវាដូចជាមានតម្រុយអីមួយយ៉ាងនៅខាងក្នុងហ្នឹងអញ្ចឹងទៅគិតថាប្រហែលជា Ali ហ្នឹងគាត់ហ្មងធ្វើដំណើរទៅតំបន់នោះហើយនេះហើយគឺជាក្បួនរថយន្តដែលបានផ្សាយបោកនៅក្នុងអាយកូនរបស់ Ali មិញហ្នឹងមានប្រហែលជា6-7ឡានដឹកជនស៊ីវិលផងនិងមានទាហានប្រមាណអ្នកនៅខាងក្នុងនោះហើយខាងក្រោយគេនោះក៏មានឡានសតែនសាំងមកជាមួយដែរដែលការធ្វើដំណើររបស់ពួកគេនេះគឺគ្មានគោលដៅច្បាស់លាស់ទេពីមួយថ្ងៃទៅមួយថ្ងៃមានផ្លូវចេះទៅយប់ឡើងដល់កន្លែងណាគឺសម្រាប់កន្លែងនោះស្ត្រីម្នាក់នេះគាត់មានឈ្មោះថា Clary គឺជាអ្នកដឹកនាំក្បួនរថយន្តនឹងឯងចំណែកឯមនុស្សប្រុសពាក់អាវខ្មៅកាន់កែវយន្តនេះឈ្មោះថា Carlos គាត់គឺជាអតីតសមាជិក Umbrella កាលពីភាគទី2អាប៉ែមួយដែលពាក់វ៉ែនតាខ្មៅអង្គុយអោបដៃក្បែរគាត់នឹងឈ្មោះថា LJ តែគាត់នឹងគឺជាតួអង្គម្នាក់រស់រានមានជីវិតពីភាគទី2ដែរបន្ទាប់ពីការពិនិត្យមើលរបស់ Carlos ទៅឃើញថាកន្លែងនេះវាស្ងប់ស្ងាត់ល្អណាស់គ្មានស៊ូមប៊ីសូម្បីតែមួយក្បាលទេអញ្ចឹងទៅក៏វាយឲ្យកូនសួរទៅ Clary ថាមិនដែរយើងអាចចូលទៅបានអត់ទេពេលនេះប៉ុន្តែមើលទៅវាដូចជាមិនទាន់ទុកចិត្តប្រហែលទេ Carlos គាត់ក៏បើកឡានមួយគ្រឿងចូលទៅមុនដើម្បីពិនិត្យមើលឃើញកន្លែងនេះគេដាក់ថា motel ដើរចូលទៅដល់ក្នុង LJ ក៏និយាយថាអូខ្ញុំចង់បានបន្ទប់ស្អាតហើយមានក្រែទឹកមួយហើយអាងទឹកក្តៅមួយឈុតផងនិងមានស្រីស្អាតកំដរទៀតចែកផ្លូវគ្នាដើរពិនិត្យណាម្នាក់ទៅនេះម្នាក់ទៅនោះណាតែ LJ ដូចដើរចូលទៅក្នុងជ្រៅដល់ហើយចូលទៅបន្ទប់មួយជាប់សោបន្ទប់2ជាប់សោមកដល់កន្លែងនេះអាមួយនោះអើតកមកវ៉ាសំខាន់ពាក់អាវខ្មៅទៀតបតែបន្ទាប់គ្នាមកស្ទុះទៅមិនចាប់កាច់កនឹងងាប់
nghĩa tới khơi ngựa mau môi tiến khom đọ lương bánh tam bút cái chọ sọ nè à men tên nửa khang khối cái non LG nè lộ một kham cực ở lo mà đó ra phăng phăng con ngọt từ đã khơi tha tin ní vi miên vật phim rồi phía rồi có hai oil lan đó nó cho một nông tin ní đó cái nè Clary có phép oil sắm chất hiệp chom xong đẹp xemจะตามจำเนียงhiện luôn chẳng áแบบที่นี่ก็ชีบ้าหรือบุ้ยLG hay su nom tha mà trái châu tư chữ mấy hay có đâyประตูตะอ้อยท่าnó ngay lên soi chởn peเคยnhư miênปัญหาពេលដែលម្នាក់ដើរចេញទៅក្រៅអស់ទៅ LG លន់អាវមកឃើញថាត្រូវស៊ូមប៊ីខំមួយម៉ាត់ចំឆ្អឹងយ៉ាងនេះហើយក៏ប៉ុន្តែខំប្រឹងលែអត់ព្រមប្រាប់គេទេងាកមកមើលដុកទ័រអាយសាក់នេះវិញចាប់ផ្ដើមធ្វើពិសោធន៍របស់គាត់ហើយដោយយកឈាមរបស់គំរូ project Ali នឹងចាក់ចូលទៅក្នុងខ្លួនអាស៊ូមប៊ីដែលវាបានឆ្លងរោគហើយតែតែពេលហ្នឹងភ្នែករបស់វាបដូរមកជាខ្មៅខុសធម្មតាមើលទៅវាប្លែកមែនទែនមានញៀនស្តៀងទៅនឹងមនុស្សដែរពេលដែលហុចទូរស័ព្ទឲ្យវាស្គាល់ទៀតថាហ្នឹងទូរស័ព្ទធ្វើញោមមកដាក់ជីអីចឹងទៅបន្ទាប់ពីហ្នឹងទៅហុចកាមេរ៉ាឲ្យវាស្គាល់ទៀតថាហ្នឹងគឺជាកាមេរ៉ាចេះលើកថតអីណាណីចឹងសំខាន់វាចេះសោយដាក់ដុកទ័រអាយសាក់ទៀតការធ្វើតេស្តចុងក្រោយក៏យកអប4ជ្រុងក្មេងលេងហ្នឹងយកជ័រដាក់ចូលទៅក្នុងហ្នឹងកូនចៅរបស់គាត់នោះក៏បាននិយាយអបអសាទរទៅដុកទ័រអាយសាក់ថាយើងធ្វើពិសោធន៍បានជោគជ័យអីមេក៏ប៉ុន្តែចុងក្រោយហ្នឹងជ័រនោះវាធំជាងប្រអប់ញាត់អត់ចូលធ្វើអាស៊ូមប៊ីហ្នឹងមួម៉ៅកម្លាំងមែនទែនទាញអាយុនោះដាច់ខ្ទេចអាយសាក់នេះឃើញអញ្ចឹងប្រុចចំណែកក្បួនរថយន្តរបស់ក្រុម Clary នេះវិញល្ងាចឡើងគេនាំគ្នាចែកអាហារញ៉ាំរៀងៗខ្លួនអញ្ចឹងទៅវាគ្រាន់តែជាគ្រឿងកំប៉ុងប៉ុន្តែវាអត់មានឈ្មោះមានរូបនឹងខាងក្រៅណាក៏ប៉ុន្តែប៉ែមួយដែលអង្គុយលើឡាននោះគាត់ខ្លាំងមែនទែនគ្រាន់តែគាត់ក្លុកខ្វក់អាចដឹងថាសាច់ខាងក្នុងនោះគឺជាស៊ុបសិតជាសាច់មាន់ឬក៏ជាសាច់ជ្រូកអីចឹងទៅហើយចុះពេលអញ្ចឹងទៅគាត់នោះឆ្ងល់ខ្លាំងមែនទែនអីធ្វើអញ្ចឹងបានដោយរបៀបណាដើរមកដល់ខាងនេះមក Chaser គាត់និយាយប្រាប់ថាអើយព្រៃនឹងស្ងួតអស់លីងហើយយើងប្រកាសជាមានបញ្ហាអត់មានអីប្រើទៀតទេ Clary នោះក៏ដើរពិនិត្យមើលកន្លែងនេះកន្លែងនោះអញ្ចឹងណាព្រោះថាគាត់គឺជាមេដឹកនាំចំណែកកន្លោះនេះគាត់ជិះម៉ូតូរៀងឆ្ងាយដែរពីទីតាំងដែលមកជឿជនរស់នៅនឹងប្រហែលជា100ម៉ែត្រអីចឹងណាដើម្បីដោតកាមេរ៉ាហើយពេលហ្នឹងខាង technical គាត់ពិនិត្យមើលទៅឃើញតែឧបករណ៍និងសត្វតម្លៃហ្នឹងគឺវានៅដំណើរការបានដូចធម្មតាព្រោះ Betty នេះគូស្នេហ៍គេជាមួយ LG យកអាហារកំប៉ុងមកឲ្យញ៉ាំណែមើលមានសាឡាត់ផ្លែឈើនិងស្តៃពងចង់ញ៉ាំមួយណាហេគិតទៅជីវិតហ្នឹងដូចវេទនាបដោយណាកិច្ចពីស៊ូមប៊ីផងអីផងរកកន្លែងដេកតរំបានឥឡូវជួបព្យុះខ្សាច់ទៅទៀតហើយ Clary នេះជូមាត់ពេកត្រក់បានដើរចូលមកក្នុងផ្ទះនេះកាយរមើលឃើញលោមានប្រៃម្ដងពីរអីចឹងណាហើយពេលហ្នឹងអាប៉ែនោះវាយឲ្យកូមទៀតហើយរកមនុស្សដែលនៅរស់រៀនមានជីវិតប្រាប់ថាក្រុមឡានរបស់គាត់ហ្នឹងបានមកដល់ទីតាំងមួយដែលមានឈ្មោះថា Film Hotel បើសិនជាអ្នកណានៅចិត្តហ្នឹងបានទទួលដំណឹងឲ្យមកពួកគាត់មកអាលីគាត់ធុញគាត់ពេកនិយាយទៅអដែលចុចបិទប្រោចអាលីគាត់ក៏បន្តមើលសភៅហ្នឹងទៅទៀតឃើញថាកន្លែងនេះគេបាននិយាយថានៅទីក្រុង Alaska ហ្នឹងគឺវាសុវត្ថិភាពគ្មានការឆ្លងរោគនិងគ្មានមនុស្សស្លាប់ទេមិនត្រឹមតែប៉ុណ្្នឹងពួកប្រជាជនទាំងនោះបានដាក់រស់នៅឲ្យដាច់ដោយឡែកគឺមានសុវត្ថិភាព 100% អញ្ចឹងគោលដៅរបស់អាលីប្រហែលជាត្រូវទៅទីក្រុង Alaska ហ្នឹងហើយមកមើលមន្ទីរពិសោធន៍ Umbrella នេះវិញដុកទ័រ Isaac គាត់បានឲ្យបើកដំណើរការអាលីលេខ87ដែលពេលហ្នឹងក៏ពាក់ព័ន្ធជាមួយនឹងអាលីពិតប្រាកដដែរដោយសារគាត់យក DNA របស់អាលីទៅក្លូនធ្វើឲ្យគាត់ដេកយល់សប្តិរវើរវាយទៅផ្ដេសទៅផ្ដាស់ពាក់ព័ន្ធជាមួយនៅរឿងដែលកន្លងមកហើយហ្នឹងវាបង្កឲ្យទៅជាធម្មពលផ្លូវចិត្តមួយធ្វើឲ្យវត្ថុនៅជុំវិញខ្លួនអាលីនោះហោះឡើងលើទាំងអស់ពេលដែលអាលីមួយកំពុងនៅជាមួយដុកទ័រ Isaac ភ្ញាក់ខ្លួនបើកភ្នែកគាត់ក៏ភ្ញាក់ដែរធ្លាក់ថ្មមកដីក្ដុកគាត់ខំទៅភ័យលើកភ្លើងភ្ជង់ស្មានតែមានអីនៅជុំវិញហ្នឹងរួចដល់មកផ្លែទៀតមកអាម៉ូតូគាត់ជិះនោះធ្លាក់មកដែរបាក់កខ្ទេចដល់ពេលអញ្ចឹងទៅហួសចិត្តបដ ாய் អើយស្អែកអញប្រកាសជាដើរជារំខាននេះតែក្មេងស្រីម្នាក់ពាក់រ៉ូបសកំពុងនិយាយជាមួយដុកទ័រ Isaac នេះគាត់មានឈ្មោះថា White Queen គឺជា Android AI មួយដែលត្រូវជាបងប្អូនរបស់ Red Queen កាលពីភាគទី1នៅឯមន្ទីរពិសោធន៍ឈ្មោះថា Hai ក៏ប៉ុន្តែតួនាទីរបស់គាត់បច្ចុប្បន្ននេះគឺអត់សាហាវដូច Red Queen ទេគ្រាន់តែជា Android AI មួយសម្រាប់ផ្ដល់ព័ត៌មានផ្សេងៗតែប៉ុណ្ណោះដោយបានផ្ដល់ព័ត៌មានឲ្យទៅដុកទ័រ Isaac ឲ្យដឹងថាមុននេះបន្តិចគឺគាត់ទទួលបានរលកសញ្ញាផ្លូវចិត្តដកកំពូលមួយដុកទ័រ Isaac ក៏សួរថាមិនដែរលេខ87មែនWhite Queen គាត់ថាមិនមែនទេរលកសញ្ញានោះគឺគាត់ទទួលបានកាលពី15វិនាទីមុនដែលវាមានទីតាំងនៅតំបន់វាខ្សាច់មួយកន្លែងក្រុមឡានរបស់ Clary នេះវិញផឹកឡើងមើលទៅសភាពដូចជាស្ងប់ស្ងាត់ធម្មតាម្នាក់កំពុងតែលងលក់ក្នុងលំនៃយ៉ាងស្កប់ស្កល់ក៏ប៉ុន្តែ Kemat គាត់ដូចជាមានអារម្មណ៍ថាប្លែកខុសពីធម្មតាបើកទ្វារឡានចេញមកមើលមកឃើញមានក្អែកមួយក្បាលនៅខាងក្រៅនោះដូចហ្មងចឹកគាត់បន្តិចណាពេលវេលាមិនយូរច្រើនប្រហែលនេះស្រាប់តែពួកនោះមកនាំគ្នាមកច្រើនមែនតើណាទុំលើខ្សែភ្លើងផងអីផងដូចតាំងទីពអញ្ចឹង Clary ជាមួយនឹងកាឡូវាយឲ្យកូនប្រាប់គ្នាទៅវិញទៅមកថាស្ងំនៅក្នុងឡាននោះស្ងាត់ទៅប្រយ័ត្នវាលឺ Kemat ក៏អត់យល់ទេថាហេតុអីមកសត្វក្អែកនោះសុកមកវាយប្រហារពួកគាត់អញ្ចឹង Clary ក៏ដឹងច្បាស់ហ្មងមើលទៅក្របភ្នែកទៅដឹងហើយថាសត្វនោះវាបានឆ្លងមេរោគធីវីរុសមកហើយព្រោះសារវាបានស៊ីសាកសពមនុស្សដែលងាប់ហើយកូននោះអត់ដឹងខ្លួនដេកប៉ះកំប៉ុងធ្លាក់ក្ដុកអញ្ចឹងទៅអាសត្វក្អែកនោះវាផ្អើលតែប្រាប់គ្នាវាថានៅខាងក្នុងនោះមានមនុស្សវិញហោះព័ទ្ធឡើងល្ងឹតមេឃដល់ពេលឃើញអញ្ចឹងទៅក៏លោកក៏កវាយឲ្យកូនប្រាប់គ្នាគាត់ឲ្យបើកឡានចេញពីកន្លែងហ្នឹងជាបន្តក៏ប៉ុន្តែឡានរបស់ LG នេះជាប់ផងវល់កង់ចោកទៅមុខអត់រួចសោះអញ្ចឹងទៅពីរនាក់នេះមានតែបថុយជីវិតរត់ចេញមកឡានក្រុងធំហ្នឹងសួយអាអ្នកបើកឡានក្រុងហ្នឹងវាស្លន់ទៅទៀតហើយណាមួយមើលផ្លូវនៅអត់ឃើញផងបលឡានទៅបុកឲ្យបកគោនោះផាំងជាប់នៅនឹងបដ ாய்
Clary ជាមួយនឹងកាឡូហ្នឹងឃើញថាឡានក្រុងហ្នឹងត្រូវបានវាយផាដោយស្បោះសัตว์ក្អែកហ្នឹងហើយអញ្ចឹងក៏វល់ត្រឡប់ទៅក្រោយទៅជួយពួកគាត់វិញលេខមកមើលអាលីសហ្នឹងកំពុងដើរតែឯងឃើញសិតតែក្អែកស្អីទេហោះពេញតែមេឃហ្នឹងឆ្ងល់ហើយចំណែកក្រុមរបស់កាឡូហ្នឹងកំពុងញាប់ដៃញាប់ជើងបញ្ជូនមនុស្សចេញពីក្នុងឡានក្រុងហ្នឹងមកអស់ប៉ុន្តែសัตว์ក្អែកហ្នឹងនៅបន្តមកហោះចឹក1 2 3អញ្ចឹងណាឆាបបានម្នាក់2នាក់ទៅឃើញថាស្ថានភាពកន្លែងហ្នឹងអញញ៉ៃមែនតើអ្នកណារត់តន់អ្នកណារត់មិនតន់វាឆាបយកទៅចឹកស៊ីទៅបន្ទាប់ពីជំលៀសមនុស្សបានសម្រេចហើយក៏បើកឡានហ្នឹងចេញទៅនៅសល់តែកាឡូបែធីនិង LG និងខាងក្រៅនៅខ្លះទៅជាប់ក្នុងឡានក្រុងដែលឃើញថាសัตว์ក្អែកនឹងវាច្រើនពេកគ្នាគាត់ម្នាក់នោះក៏បន្ថយជីវិតទៅកាន់កាភ្លើងម្ដងនោះដើម្បីបាញ់ភ្លើងដុតសម្លាប់ពួកសัตว์ក្អែកនោះក៏ប៉ុន្តែមើលទៅអាសัตว์ក្អែកនឹងដូចជាលឿនហើយលះទៀតបាញ់វានឹងដូចជាមិនមានប្រសិទ្ធភាពសោះចំណែកបែធីនេះវិញគាត់សុកចិត្តលះបង់ជីវិតទាញទ្វារឡានក្រុងនឹងបិទចិត្តទប់ស្កាត់ដើម្បីកុំឲ្យអាក្អែកនឹងទៅញ៉ៃបន្តអ្នកផ្សេងទៀតក៏ត្រូវបានវាឆាបចឹកស្លាប់អស់ហើយអ្នកកាន់កាភ្លើងយន្តនឹងមិនដឹងខ្ទាតទៅណាបាត់កន្លោះនេះ3ក្មេងស្រីនឹងរត់ប៊ីនមិនតាន់អាកាភ្លើងនឹងបវល់កណ្ដងមកឲ្យសិតតែភ្លើងកំឡុងពេលនោះអាលីគាត់មកតាន់បានប្រើធម្មពលផ្លូវចិត្តរបស់គាត់នឹងបាចអាភ្លើងនឹងឡើងទៅលើឆេះពួកអាក្អែកនឹងងាប់អស់លីងនេះបើសិនជាអត់មានអាលីមកតាន់ទេពួកអស់នឹងប្រកាសជាស្លាប់ជើមខានព្រោះសារពួកអស់នឹងវាទូចហោះលើមេឃឲ្យលឿនទៀតបានស្អីបាញ់វាបន្ទាប់ពីប្រើធម្មពលមកប្រើទៅអាលីគាត់អស់លីងទុនដៃទុនជើងដួលដីខ្ពស់ពេលនោះវ៉ៃគ្វីនចាប់អឡុកសញ្ញាធម្មពលផ្លូវចិត្តរបស់អាលីបានទៀតហើយជាការប្រាប់ទៅដុកទ័រអៃសាថាម្ដងនេះអាលីគាត់បានប្រើធម្មពលផ្លូវចិត្តនឹងរហូតដល់ទៅ 45% ឯណោះភ្លាមនឹងដុកទ័រអៃសាអត់ចាំយូរទេបញ្ជាឲ្យបើកកាយណប់ស្វែងរកអាលីតែហ្មងវ៉ៃគ្វីនគាត់បន្តរាយការណ៍ទៅទៀតថាអាលីកម្លាំងផ្លូវចិត្តរបស់គាត់នោះគឺកើនឡើងខ្លាំងជាងមុនទៅទៀតបន្ទាប់ពីការរត់គេចខ្លួនពី Umbrella អស់រយៈពេលប្រហែលឆ្នាំលើបែបនេះដុកទ័រអៃសាគាត់មានការពេញចិត្តជាខ្លាំងព្រោះសារ Project អាលីគឺវាជោគជ័យធំធេងមែនទែនភ្លាមនឹងមានមនុស្សម្នាក់ទៀតដើរចូលមកស្ដីឲ្យដុកទ័រអៃសាខ្លាំងមកថារយៈពេល24ម៉ោងនោះគាត់បានឡើងទៅផ្ទៃខាងលើអស់ជិត10ដងដែលធ្វើឲ្យកូនចៅរបស់គាត់នោះបាត់បង់ជីវិតអស់ជាច្រើនអ្នកហើយមិនបានធ្វើបែបនេះបញ្ញាប់ម្លេះដុកទ័រអៃសាក៏តបទៅវិញថានេះគឺជាការពិសោធន៍របស់គាត់តែឥឡូវហ្នឹងគាត់គឺអត់ចាំបាច់ឡើងទៅខាងលើទេដោយប្រជាពលរដ្ឋធ្វើការជំនួសគាត់គឺពួកវាល្អឥតខ្ចោះឥឡូវយើងមើលទៅទង្វើពួកអសូមប៊ីហ្នឹងដឹងហើយដែលនេះយើងអាចនិយាយថាវាគឺជាជំនាន់ទី2ហើយវាចេះខឹងចេះទាញក្អីយំតវៃកញ្ចក់អញ្ចឹងភាគទី4វាប្រកាសជារោគរ៉ាក់ហើយវេទនាជាងនឹងទៅទៀតកំពុងតែសន្ទនាគ្នាហ្នឹងវ៉ៃគ្វីនក៏បានរាយការណ៍ប្រាប់ដុកទ័រអៃសាថាអាលីសលេខ87កំពុងតែឈានដល់ដំណាក់កាលចុងក្រោយនៃការធ្វើតេស្តហើយអញ្ចឹងគាត់ក៏លែងទៅចែកវែកញែកអីទៀតដែរមកអង្គុយតាមដានអាលីសទាំងយកចិត្តទុកដាក់ក៏ប៉ុន្តែជាចុងក្រោយអាលីនឹងនៅតែត្រូវស្លាប់ដដែលដោយសារអាស៊ូមប៊ីជំនាន់ទី2ដែលគាត់បានបង្កើតនឹងដែលញៀននេះគឺតែងតែបញ្ជូនមកអាលីពិតប្រាកដភ្លាមហ្មងឲ្យតែមានអាលីក្លូនមួយណាស្លាប់គឺគាត់ដឹងជានិច្ចញាក់មកឃើញមានស្អីទេដូចមានរបស់កូនក្មេងនៅជាប់ដៃដែលនេះគឺជារបស់ក្មេងស្រីម្នាក់ដែលអង្គុយមកគាត់នឹងឈ្មោះថាខេម៉ាតបានបកគោលទៅឲ្យអាលីសដែលជាក្តីថ្លែងអំណរគុណនៅពេលដែលអាលីសបានជួយជីវិតរបស់គាត់នៅពេលដែលស្គាល់ឈ្មោះគ្នាទៅវិញទៅមកហើយអាលីសក៏សំណេះសំណាលជាមួយនឹងកញ្ញានឹងក្រៅពីឈ្មោះខេម៉ាតនឹងមានឈ្មោះហៅក្រៅអីដែរអត់ទេកញ្ញានឹងក៏ប្រាប់មកវិញថាអត់ចូលចិត្តឈ្មោះហៅក្រៅអីទេព្រោះអ្នកដែលធ្លាប់បានដាក់ឈ្មោះហៅក្រៅគាត់នឹងគឺបានស្លាប់អស់ហើយដែលនេះចង់មានន័យថានិយាយឈ្មោះហៅក្រៅនឹងធ្វើឲ្យគាត់នឹករលឹកអ្នកដែលស្លាប់ទៅបន្ទាប់ពីទទួលការវាយប្រហាររបស់ពួកសត្វក្អែកនឹងមកប្រើមកសមាជិកឡានរបស់ Clary នឹងគឺបានស្លាប់រហូតដល់7 8នាក់ឯណោះបន្ទាប់ពីពិធីឧទ្ទិសទៅដល់អ្នកដែលបានស្លាប់ហើយCarlos គាត់ក៏បានណែនាំទៅ Alice ថានេះគឺជា Clary អ្នកដែលដឹកនាំក្បួនរថយន្តនោះហើយបន្ទាប់ពីនឹងទៅCarlosជាមួយនឹង Alice បានជជែកគ្នាពាក់ព័ន្ធជាមួយនឹងរឿងអតីតកាលហើយនឹងក្បួនរថយន្តដែលគាត់បានរស់នៅសប្តាហ៍ថ្ងៃនេះCarlosក៏បានឲ្យដឹងថារយៈពេលជាង6ខែចុងក្រោយនេះក្បួនរថយន្តរបស់គាត់បានបាត់បង់ស្ទើរតែពាក់កណ្ដាលឯណោះហើយគាត់ក៏ដឹងដែរថាមិនយូរមិនឆាប់អាយុជីវិតនៅក្នុងក្បួនរថយន្តរបស់គាត់នឹងបន្តបាត់បង់ទៅទៀតពេលនោះCarlosគាត់ក៏សួរទៅ Alice ថាមិនដែរហេតុអីបានលើសុកចាក់ចេញពីពួកគាត់អញ្ចឹងអាលីបានឲ្យដឹងមកវិញថាគ្មានជំរឿទេព្រោះសារពួក Umbrella បានតាមដានខ្លួនគាត់នឹងជារៀងរាល់ថ្ងៃដែលនេះហើយវាជាហេតុផលដែលនាំឲ្យអាលីរត់ចោលពួកនោះបើសិនជានៅបន្តជុំគ្នាអញ្ចឹងនៅពេលដែលពួក Umbrella វារកទីកន្លែងរបស់អាលីឃើញអ្នកដែលនៅជុំវិញខ្លួនអាលីនឹងគឺប្រកាសជាមានបញ្ហាដែរម្យ៉ាងទៀតអាលីគាត់ក៏បន្តទៅទៀតថាខ្លួនគាត់នឹងបានព្យាយាម hack ចូលទៅក្នុង satellite របស់ពួក Umbrella ជាច្រើនដងហើយក៏ប៉ុន្តែធ្វើអត់បានសោះគឺបរាជ័យរហូតអញ្ចឹងទៅក៏គាត់ក៏សួរបញ្ជាក់ថាហ្នឹងហើយដែលជាមូលហេតុធ្វើអាលីសម្រាប់ចិត្តតែរស់នៅតែឯងអាលីក៏បានឲ្យដឹងថានឹងហើយវាគឺជាជំរឿដ៏ល្អបំផុតហើយសម្រាប់គាត់ព្រោះសារអត់ចង់ឲ្យមាននរណាម្នាក់ស្លាប់ដោយសារខ្លួនទៀតទេមើលទៅពីរនាក់នឹងដូចជាមានមនោសញ្ចេតនាជ្រៅជ្រះខ្លាំងណាជាមួយអាលីហើយនឹងកន្លោះហ្នឹងដោយសារគាត់នឹងគឺជាប្រភេទមនុស្សតែមួយចូលចិត្តជួយអ្នកដទៃដែលអត់ខ្វល់ពីជីវិតខ្លួនឯងហើយនិយាយអីចេញមកភាគច្រើនគឺត្រូវរើគ្នាខ្លាំងដែលសកម្មភាពរបស់គាត់ពីរនាក់នេះគឺត្រូវបានរកឃើញដោយសារតម្លៃរបស់ដុកទ័រ Isaac នៅពេលនេះពេលនោះ Clary សុំពេល1នាទីដើម្បីនិយាយជាមួយអាលីសម្រាប់ការថ្លែងអំណរគុណនៃការជួយជីវិតមនុស្សទាំងអស់ក៏ប៉ុន្តែម្នាក់មានការភ័យខ្លាចជាមួយនឹងអាលីជាខ្លាំងដោយសារឃើញគាត់បជាភ្លើងយកទៅដុតក្អែកទាំងនោះដែលគាត់អត់មានបានធ្វើអីទាល់តែសោះអាលីគាត់ថាវាធម្មតាទេកុំបន្ទោសគេអីហើយម្យ៉ាងទៀតអាលីគាត់បានឃើញមនុស្សម្នាក់នៅជុំវិញខ្លួនគាត់ស្លាប់រាល់ថ្ងៃវាទៅជារឿងធម្មតាទៅហើយបន្ទាប់ពីកំណត់ទីតាំងរបស់អាលីហើយដុកទ័រ Isaac បានសុំ Albert ថានាំកូនចៅស៊ូប៊ីជំនាន់ទី2របស់គាត់ហ្នឹងទៅចាប់នឹងវាយប្រហារអាលីយកមកវិញ
Albert ក៏អត់ព្រមទេព្រោះសារអាលីសនេះបានគេចពីការតាមដានសាតឡៃតរបស់ក្រុម Umbrella អស់រយៈពេលជាច្រើនឆ្នាំមកហើយហើយសាក់គាត់និយាយថាមិនអីទេព្រោះសារខ្លួនគាត់នឹងបានបដូរប្រព័ន្ធផ្កាយណប់ខ្លោនមើលអាលីសហើយអញ្ចឹងអាលីសគឺអត់អាចដឹងទេថាគាត់នឹងកំពុងតាមមើលនាងទុកពេលឲ្យគាត់1ម៉ោងទៅនឹងនាំកូនចៅឡើងទៅអាលីសវិញភ្លាមប៉ុន្តែ Albert គាត់នៅតែប្រកែកអត់ព្រមត្រូវតែកំណត់ថាអាលីសគាត់នៅកន្លែងណាឲ្យច្បាស់ 100% សិនទើបអាចចេញសកម្មភាពបានហើយសាក់គាត់និយាយទៅវិញថាប្រជែកអាលីសគឺសំខាន់ខ្លាំងណាស់សម្រាប់គាត់កាលណាដែលរកឃើញគាត់ហើយមិនត្រូវទុកបដ ாய் ឲ្យនៅលើនោះយូរទេគួរតែចេញសកម្មភាពឡើងទៅចាប់គាត់ឲ្យលឿនតាមតែអាចធ្វើទៅបានទៅ Albert គាត់ក៏តបមកវិញថាដាច់ខាតគឺអត់ត្រូវចេញសកម្មភាពអីទាំងអស់លុះត្រាតែការវិភាសាជាមួយនឹងគណៈកម្មការរបស់ Umbrella បានចប់សពគ្រប់ទើបការងារនេះត្រូវបានអនុម័តម្នាក់កំពុងតែជែកគ្នាអំពីទិសដៅថាត្រូវទៅណាបន្តទៀតដែលជាយោបល់របស់អាលីសគឺទៅនាំគ្នាទៅទីក្រុង Alaska ទៅក៏ប៉ុន្តែ Clary គាត់និយាយថាមិនធានាសុវត្ថិភាពទេថានៅទីក្រុង Alaska វាមានសុវត្ថិភាព 100% នោះចេះតែបន្ថយបន្ថានទៅតែប្រទេសតែផ្ដាស់មិនឆ្ងាយផងអីផងហើយក៏បន្តទៅទៀតថារបាយការណ៍នៅក្នុងសភៅនេះវាគឺរយៈពេលតាំងពី6ខែមុនណោះអញ្ចឹងមិនប្រកាសថាកន្លែងហ្នឹងវាមានអីល្អដូចតែយើងគិតទេអាលីគាត់ហ៊ានធានានិយាយថាកន្លែងនេះគឺវាសុវត្ថិភាពខ្លាំងណាស់ដោយសារទីនោះវាមិនត្រឹមតែសុវត្ថិភាពទេគឺមានការចាប់ដាក់មនុស្សឲ្យនៅដាច់ដោយឡែកទៀត Clary គាត់និយាយថាក្បួនរថយន្តនេះមនុស្សម្នាក់ជីវិតរបស់គេគឺទីពឹងទៅលើខ្លួនគាត់ហើយអញ្ចឹងមិនអាចសម្រេចចិត្តធ្វើអីទៅប្រទេសទៅផ្ដាស់បានទេហើយក៏មិនគួរណាឲ្យពួកគេមានក្តីសង្ឃឹមខ្យល់ដែរអញ្ចឹងទៅកន្លោះគាត់ក៏និយាយទៅ Clary វិញថាឥឡូវយើងគិតមើលកាលពី6ខែមុនយើងមានគ្នារហូតដល់តែ50នាក់បន្ទាប់ពីនេះចំនួនមនុស្សថយមកសល់40នាក់មិនត្រឹមតែប៉ុណ្ណឹងឥឡូវតិចជាង30នាក់ទៅទៀតមើលទៅពួកគាត់មើលមានទឹកចិត្តណាចង់រស់បន្តទៀតដែលការធ្វើដំណើរទៅទីក្រុង Alaska ហ្នឹងហើយគឺជាក្តីសង្ឃឹមរបស់ពួកគេតែមួយគត់ឥឡូវយើងទៅសិនទៅទោះបីជាជួបអីឬមិនជួបអីចាំគិតតទៅទៀតបើមកនៅនេះគង់ស្លាប់ដដែលហ្នឹងអញ្ចឹងទៅក៏ហៅប្រជាជនមកនិយាយរឿងប្រាប់ថានៅទីក្រុង Alaska ហ្នឹងមិនទាន់មានអ្នកឆ្លងរោគច្រើនណាស់ណាទេដែលវាអាចជាទីទួលសុវត្ថិភាពមួយសម្រាប់ពួកយើងភៀសខ្លួនទៅទីនោះក៏ប៉ុន្តែអ្វីដែលកំពុងនិយាយនេះវាគ្រាន់តែជាការសន្និដ្ឋានទេណាអញ្ចឹងនាំគ្នាធ្វើការបោះឆ្នោតទៅថាគួរទៅឬមិនទៅជាចុងក្រោយគឺមូលមតិគ្នាខ្លាំងមែនទែនអត់មានអ្នកណាប្រកែកទេសម្រាប់ទៅ Alaska ទាំងអស់គ្នាពេលនោះ Clary គាត់បានមកនិយាយជាមួយលីសសង្ឃឹមថាការសម្រេចចិត្តនេះវាត្រូវតែចុះយប់ឡើងនឹងកំពុងប្រជុំជជែកគ្នាបានតែដឹងថាឥឡូវនេះពួកគេនឹងកំពុងតែដាច់ស្បៀងហើយឡានក៏អស់ប្រេងទៅទៀតកំពុងមើលផែនទីហើយជំនុំគ្នាគិតថាត្រូវទៅកន្លែងណាដែលចិត្តជាងគេដើម្បីរកស្បៀងអាហារបានខ្លះពេលនោះ Clary គាត់ចេញយោបល់ថាយើងគួរទៅ Las Vegas ទៅ Chaser គាត់ថា Las Vegas អត់ល្អទេកន្លែងហ្នឹងគឺជាតំបន់មួយដែលក្តៅហួតហែងខ្លាំងហើយណាមួយប្រហែលជាមានស៊ូប៊ីច្រើនទៀតផងមិនដឹងចឹងទៅ Clary ក៏តបមកវិញថារយៈពេល6ខែចុងក្រោយនេះកុំថាឡើយទៅ Las Vegas ទីក្រុងធំផ្សេងទៀតក៏វាក្តៅហួតហែងដូចតែគ្នានឹងប្រកែកទៅចែកគ្នាមកស្ទុះណាមុំយល់ស្រោតសម្រាប់សម្រួលថាទៅ Las Vegas នឹងចំណែក Dr. Aisa នេះវិញគាត់យកពាក្យសម្ដីដែលបាននិយាយជាមួយ Albert នោះដើម្បី generate ដោះកូនឲ្យទទួលបានការអនុញ្ញាតបញ្ជូនពួក zombie ជំនាន់ទី2គាត់នឹងចេញទៅខាងក្រៅទីបំផុតគឺគាត់ធ្វើបានសម្រេចមែនងាកមកមើលក្រុមម៉ាលីសនិងកន្លោះម្នេះវិញបន្ទាប់ពីពិភាក្សាគ្នាមួយយប់ហើយកំពុងតែនាំគ្នាធ្វើដំណើរឆ្ពោះទៅទីក្រុង Las Vegas នឹងហើយចំណែក Umbrella នេះមាន helicopter 2គ្រឿងដឹកស្អីទេមកទូកុងតឺន័រហើយកំឡុងពេលហ្នឹង Dr. Aisa ក៏គាត់ត្រេតមើលដឹងដែរថាលេងកំពុងនាំគ្នាធ្វើដំណើរទៅកន្លែងណាពេលដែលកំពុងធ្វើដំណើរហ្នឹងអាលីសមើលសភៅបដាមើលមុខកន្លោះបដាពោពេញទៅដោយស្នាមញញឹមហើយចំណែក LJ នេះវិញមុខខ្មៅទៅមើលទៅដូចជាទ្រាំលេងចង់បានណានៅតែខំប្រឹងលាក់អត់ព្រមប្រាប់គេទេពេលដែលមកដល់ទីក្រុង Las Vegas នេះគឺវាហួតហែងហួសពីការរំពឹងទុកដោយខ្សាច់នឹងវាគ្របដណ្ដប់ទៅលើផ្ទៃដីចង់10ម៉ែត្រហើយកន្លែងខ្លះម្នាក់ខំប្រឹងនាំគ្នាជួយមើលទិសដៅណាខ្លាចកន្លោះវាមានស៊ូប៊ីមួយក្បាលពីរក្បាលអីនៅហ្នឹងណាក៏ប៉ុន្តែអត់ឃើញមានអីសោះតែមកអាលីគាត់បាននិយាយថាមូលហេតុដែលទីក្រុងនេះវាស្ងាត់ឈឹងហ្នឹងគឺដោយសារពួកអសត្វក្អែកដែលបានវាយប្រហារពួកគេកាលពីលើកមុនជាអ្នកនាំផ្លូវពួកស៊ូប៊ីអស់នោះដើរចេញពីទីក្រុងនេះ Chaser គាត់ថានៅទីនេះស្ងាត់ប្លែកដូចគ្មានឃើញខ្មោចឡានអីមួយគ្រឿងសោះណាអត់ជឿគាត់ថាអូកុំភ័យនោះនៅកន្លែងនោះមានចំណតឡានមួយមិនត្រឹមតែប៉ុណ្្នឹងមានស្តែនព្រេងនៅនឹងទៀត Chaser ក៏សួរថាមិនបានដឹងច្បាស់ម៉េះបើ LJ គាត់ធ្លាប់មកនឹងហើយបានបាត់លុយអស់$2000នោះក៏ប៉ុន្តែនាំគ្នាទៅមិនទាន់ដល់គោលដៅដែលកំណត់ទុកប៉ុណ្ណឹងឃើញទូកុងតឺន័រមួយចងាងាងនៅកណ្ដាលផ្លូវនេះហើយផ្លូវដែលត្រូវចុះទៅចូលរកចំណតឡាននឹងកន្លែងចាក់ព្រេងនោះមានប្រឡោះណាចូលរួចខ្សាច់លិចបិទឡើងចិត្តអីនោះពេលនោះ Clary បានប្រាប់ឲ្យ Chaser កាន់ sniper ឡើងទៅលើអាទូ Eiffel ហ្នឹងទៅអ្នកបាញ់ការពារគ្នានៅខាងក្រោមនេះពេលដែលមានបញ្ហាអាលីនឹងគ្នាគាត់ប្រមាណអ្នកទៀតឃើញទូកុងតឺន័រនេះបិទចិត្តគាត់តាំងប្រហែលជាវាមានអីនៅហ្នឹងឯងហ្មងតកោះដែលរំពឹងថានៅក្នុងហ្នឹងវាអាចមានដូចជាស្បៀងអាហារនិងរបស់ប្រើប្រាស់អីផ្សេងអញ្ចឹងណាអាលីគាត់ក៏ដើរចូលអាគាកទៅមើលប៉ុន្តែមានអារម្មណ៍ថាដូចជាអត់ស្រួលទេបានស្រែកប្រាប់ឲ្យពីរនាក់ហ្នឹងចេញឆ្ងាយពីទូកុងតឺន័រហ្នឹងតិចទៅដោយការសង្ស័យមែនអាលីគាត់ប្រកាស 100% ថាក្នុងហ្នឹងវាប្រកាសជាមានអីអត់ល្អសុកស្រាប់តែទ្វារកុងតឺន័រហ្នឹងវាលបើកចូលមកខ្លួនវាគ្មានអាណាទាញអីផងមកស្ទូមកឃើញសត្វពស់ស៊ូប៊ីជំនាន់ទី2ដែល Dr. Aisa គាត់ទៅបានបង្កើតរត់ចេញមកវាយប្រហារពួកហ្នឹងយ៉ាងចាស់ដៃហើយពួកនេះវាមិនមែនសឹកដូចជំនាន់ទី1ណាលះហើយកម្លាំងទៀតរត់សម្រុកចូលមកយកទៅហ្មងទូឃើញដូចលបើកមានតែមួយទេប៉ុន្តែផ្សេងទៀតមិនដឹងមកពីណាច្រើននោះច្រើនម្នាក់ទាញកំភ្លើងបាញ់រេះអត់ចង់តន់ណាតែពួកជំនាន់ទី1នោះបាញ់វាអត់ចង់ឈ្នះផងហើយពួកនេះរត់លឿនដូចសេះអញ្ចឹងទៅខាងណាមកខាងណីទៅ
វិធីល្អបំផុតហ្នឹងគឺត្រូវតែបាញ់ឲ្យចង់ក្បាលផាំងណាបានងាប់ក្នុងចំណោមប្រជាជនគាត់ប្រមាណអ្នកហ្នឹងក៏ត្រូវបានពួកនោះហៃស៊ីអស់ខ្លះដែរហើយចំណាយ Chaser គាត់នៅលើតួ FL នេះខំប្រឹងបាញ់ញាប់ដៃញាប់ជើងណាស់ដែរនៅតែមិនទាន់ព្រោះវាមកច្រើនម្លឹងណានិយាយពីថាម្នាក់គឺទៅនាំគ្នាចែកជើងរត់ណាប៉ុន្តែលេងតែឯងនេះស៊ូបានជាមួយពួកនោះម្ដងពីរក្បាលLJ នេះស្លន់ខ្លាំងពេកមិនដឹងទៅណារត់ចូលទៅកិច្ចក្នុងឡានជាមួយនឹង K-Mat ហើយម្នាក់តស៊ូសុទ្ធស្វែងការពាររៀងខ្លួនមិនដឹងអ្នកណាជួយអ្នកណាទេអាលីនឹងវាយទៅនោះទៅកន្លោះនេះវាយទៅនេះទៅអាស៊ូប៊ីនេះវាខឹងចូលមិនបានដកអាធុងនឹងចេញរួចវាយកញ្ចក់បដ ហើយក្មេងស្រី K-Mat នឹងលះដែរទាញកំភ្លើងតន់ដាក់ក្បាលនោះផងហើយកន្លោះនេះបាញ់ក្បាលនោះហើយហត់ពេកយកគឺតាំងផែជាអស់ហើយសម្រាប់សិនអាមួយនោះវាអឺតក៏មកវ៉ាហើយអាផ្សេងទៀតវារត់ដេញខាងមនុស្សផ្សាយពេញទៅភ្លើងណាអ្នកបាញ់ការពារលើក៏បាញ់អាលីនេះខំប្រឹងរត់ទៅជួយទៀតនិយាយពីអាកបិតនឹងដៃគេមកគូនឹងម៉ាំងងាប់ហ្មងខ្លាំងមែនតើព្រោះមួយនេះមិនលបអាលីពីក្រោយហើយចាក់ពងក្តោមួយមើលស្រែចាច់អូអានេះវាចេះឈឺដូចមនុស្សដែរបន្ទាប់ពីវាយនឹងហើយងាកមកនេះឃើញរត់ដេញផ្សាយទៀតស្ទុះទៅជួយគេទៀតអាស៊ូប៊ីនោះដេញខាងមនុស្សរួចអាលីដេញកាប់អាស៊ូប៊ីនឹងទៅតគ្នាដោយនៅក្នុងភ្នែករបស់អាលីនឹងគឺមានប្រកបកាមេរ៉ារបស់ពួក Umbrella អញ្ចឹងទៅដុកទ័រអៃសាគាត់មើលឃើញមានការពេញចិត្តជាខ្លាំងថាអាលីនឹងពិតជាពូកែមែនទែនដុកទ័រអៃសារំពឹងថាពួកស៊ូប៊ីនឹងអាចនឹងសម្លាប់អាលីបានណាដោយបានបញ្ជាទៅកូនចៅថានៅពេលដែលអាលីស្លាប់នឹងត្រូវតែបញ្ញាប់ចូលទៅយកសំណាក់ឈាមរបស់គាត់ឲ្យបានលឿនបំផុតដោយមើលទៅឃើញថាដូចខ្លាំងពេកអញ្ចឹងបញ្ជាឲ្យបិទអាលីតាមរយៈផ្កាយណប់នៅខាងក្រៅផែនដីនោះទៅហើយងាកមកមើលពួកនេះវិញវាកំពុងអុកឡុកខ្លាំងយកតែមែនទែនដោយឃើញបែបហ្នឹងខ្លារីគាត់ក្លាហានមែនទែនកាន់កំភ្លើងដើរបាញ់ចូលតែឯងប្រយអាលីនឹងដូចជារឿងដឹងខ្លួនវិញតិចហើយកូនចៅរបស់អាយសាំងបានប្រាប់ថាអាលីនឹងកំពុងធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងផ្កាយណប់របស់ពួកគេហើយពួកអាស្អីគេនេះមិនត្រឹមតែរត់លឿនកម្លាំងខ្លាំងទេវាចេះតោងឡើងបកគោដៃទៀតបើប្រៀបធៀបទៅជាមួយពួកអាជំនាន់ទី1វិញបើសិនជាឡើងផុតបដលើនេះគឺដឹងទៅរួចខ្លួនហើយ Chaser នោះអាឡៃបាញ់ការពារគេឲ្យបានមើលខាងក្រោយអានោះលោកកធប់មកខំកក្រឹបដល់ឃើញថារោមច្រើនពេកអញ្ចឹងចាប់ទាញទម្លាក់ឲ្យទៅទាំង3ទាំង4ជាមួយគាត់បដ ទៅឥឡូវឃើញឯងនាំរឿងនោះទៅបាន LJ ខ្លាយទៅជាស៊ូមប៊ីបដ មកទាំងខំ K-Mat ដែរពេលនោះក៏លោះគាត់លូកដៃមកជួយតន់ត្រូវមួយម៉ាត់របស់វាទៅងាកមកមើលអាលីននៅវិញគាត់តតាំងជាមួយផ្កាយណប់របស់អាយសាក់ដល់ផ្ទុះឆេះអ៊ីសេខ្ទេចណាដឹងខ្លួនមកហួចហាពីរអ្នកនោះមកខំគាត់បដ ក៏ប៉ុន្តែលោតទៅដល់ឲ្យកដោវាម្នាក់មកកបិតហើយកូនចៅរបស់អាយសាក់នេះខំប្រឹងអាក់សេសព្យាយាមចូលទៅក្នុងខ្លួនរបស់អាលីដើម្បីឲ្យដឹងថាឥឡូវហ្នឹងអាលីនៅកន្លែងណាឲ្យប្រកាសហើយពេលដែលកណិចចូលទៅបាននឹងឃើញថាអាលីកំពុងរត់មកទីតាំងដែលគាត់កំពុងឈរហ្នឹងហើយវាខំប្រឹងព្យាយាមបញ្ជាចូលទៅក្នុងខ្លួនអាលីទៀតក៏ប៉ុន្តែគាត់នោះតតាំងវិញដល់ទៅបានសម្រេចលះមែនតើណាចូលមកដល់ក្នុងហ្នឹងពីរបីនាក់ដកកំភ្លើងបាញ់អាលីអត់តាន់ទុះកំភ្លើងផាំងងាប់ខ្ទេចអស់លីងអាយសាក់នេះវិញនិយាយពីថាបិទសាប៊ូនោះគឺលេខ1បដ ប្រូចមកដល់លេខកូទាបាត់ក៏ប៉ុន្តែគាត់នឹងសំណាងអត់ល្អទេចំណេះជីកឯងត្រូវបាននោះឲ្យកដោមួយម៉ាត់អាលីគាត់លើកកំភ្លើងតម្រង់តាមដែរមិនតែអត់បាញ់ទេហើយដល់ពេលអញ្ចឹងទៅ K-Mat ក៏សួរថាហើយមិនបានអត់បាញ់អញ្ចឹងបងអាលីគាត់ថាបើសិនជាយើងចង់ទៅទីក្រុង Alaska ទៅប្លន់យកលេខកូទាហ្នឹងវាគឺជាជំរើសដ៏ល្អបំផុតងាកមកមើលដុកទ័រអាយសាក់នេះវិញគាត់ភ័យខ្លាចងាប់យកតែមែនតើមកដល់មន្ទីរពិសោធន៍ Umbrella យកអាថ្នាំប្រសាទដែលផលិតពីឈាមរបស់អាលីនោះចាក់ចូលទៅក្នុងខ្លួនរបស់គាត់ឡើង4 10 20 10តែឯងហើយមេកងសន្តិសុខនឹងឃើញថាគាត់អត់ស្រួលឲ្យបានឆ្លងរោគអីអញ្ចឹងដកភ្លើងបាញ់ពោអាឡែងតែនិយាយបញ្ជាឲ្យកូនចៅអស់ខ្មោចអាប៉ែនឹងចេញអាយសាក់ងើបមកត្រូវ3ម្រាមដៃឡាប់បាត់តែប៉ុណ្ណេះអាខាងក្រោមនឹងអត់មានអីខុសពីមន្ទីរពិសោធន៍ហាយនៅដើមសាច់រឿងវគ្គទី1ទេឥឡូវហ្នឹងអាលីជាមួយនឹងក្រុមរបស់គាត់នឹងបានតាមមកដល់ទីនេះហើយឃើញថានៅជុំវិញនោះពោពេញទៅដោយស៊ូមប៊ីច្រើនខ្លាំងមែនទែនអញ្ចឹងនាំគ្នារកវិធីធ្វើម៉េចចូលទៅក្នុងនោះឲ្យបានដើម្បីលួចឲ្យលេខកូទានោះដោយឃើញក្អួតឈាមនឹងអាលីគាត់មានការបារម្ភជាមួយនឹងកន្លោះខ្លាំងមែនទែនថាឲ្យទ្រាំតិចទៀតទៅនៅខាងក្នុងនោះគឺវាមានថ្នាំប្រសាបហើយឥឡូវគាត់និយាយប្រាប់ថាហួសពេលហើយដោយការខំហ្នឹងគឺវាឆ្លងគាត់អស់រយៈពេលជាច្រើនម៉ោងអញ្ចឹងគាត់មានវិធីមួយអាចជួយឲ្យក្រុមរបស់អាលីចូលទៅក្នុងនោះបានដោយការពាក់លីជីវិតរបស់ខ្លួននឹងហើយម្នាក់គឺគាត់សោកស្ដាយកន្លោះខ្លាំងយកតែមែនទែនដោយសារមនុស្សល្អដូចគាត់នឹងមិនសមណាអាយុខ្លីយ៉ាងនេះសោះអាលីមើលទៅគាត់នឹងជួយចិត្តខ្លាំងមែនទែនប្រហែលជាគាត់នេះមានការស្រឡាញ់យ៉ាងធំធេងជាមួយកាឡូសបន្ទាប់ពីនឹងទៅត្រូវឲ្យកាឡូសបើកអាឡានធំស្តែនសាំងនឹងបុកចូលទៅមុនដើម្បីបើកមុខពេលដែលតម្រង់មកកាន់តាគៀអីឃើញថាមានស៊ូមប៊ីច្រើនគ្រប់គ្រាន់ហើយកន្លោះគាត់ក៏ទាញចកោតឡានដោយកន្លាប់ងាជើងបដ ដែលអាហ្នឹងវាគឺជាធ្នាក់តាក់តងពួកស៊ូមប៊ីនោះដើរមករកគាត់អញ្ចឹងទៅគាត់ក៏អុចប្រៃជក់ជាលើកចុងក្រោយមួយទៅផ្ទុះប៊ីងងាប់ពួកនោះអស់លីងដែលនេះគឺជាឱកាសឲ្យអាលីបើកឡានឆ្មក់ចូលទៅក្នុងនោះបានសុវត្ថិភាព 100% ពេលនោះក្លារីគាត់ក៏អត់ប្រអងយូរដែរបញ្ញាប់រត់ឡើងទៅលើហេលីកូបទ័រប្រឆេះម៉ាស៊ីនភ្លាមហើយនឹងធ្វើការចម្លៀសប្រជាជននៅក្នុងឡាននោះឲ្យទាន់ពេលវេលាមុនពេលដែលពួកស៊ូមប៊ីនេះវាមកជិតក៏ប៉ុន្តែអាលីគាត់អត់ឡើងទៅជាមួយទេប្រាប់ថាឲ្យទៅមុនចុះទុកឲ្យគាត់នៅទីនេះម្នាក់ឯងហើយពេលដែលមកដើរចូលទៅក្នុងផ្ទះនោះដូចជាមានអារម្មណ៍ថាស្អីម្យ៉ាងឯងប្លែកៗនៅចិត្តហ្នឹងក៏សម្ដៅទៅមើលទៅឃើញថាដៅហ្នឹងមានសិទ្ធិសាកសពគាត់ច្រើនខ្លាំងមែនទែនដែលនេះគឺវាប៉ះពាល់ទៅដល់សតិអារម្មណ៍អាលីខ្លាំងមែនទែនអញ្ចឹងទៅធ្វើឲ្យចិត្តរបស់គាត់កើតចងកំណុំចូលទៅរកដុកទ័រអាយសាក់នឹងខាងក្រោមនោះបដ ដល់ទីនេះល្ងិតឈឹងគ្មានមនុស្សសូម្បីតែម្នាក់អញ្ចឹងប្រឡាក់សុទ្ធតែជាមកវាយអាវ៉ាន់ឡើងញ៉ៃខ្ទេចខ្ទីអស់លីងចូលមកច្រើនតិចទៀតមកក៏ជួប Android វាយ Queen បង្ហាញខ្លួននឹងខាងក្រោយ Alice បានណែនាំខ្លួនថាគឺជា Android ចេះមួយចេះពីរអញ្ចឹងណាគាត់ថាមិនបាច់ណែនាំច្រើនទេស្គាល់ច្បាស់ហើយអ្នកឯងគឺជាបងប្អូនរបស់ Red Queen Android ពណ៌ក្រហមចង្អែតនេះគឺបានសម្លាប់មនុស្សច្រើនខ្លាំងណាស់
White Queen តវ៉ាមកវិញថាអូបន្ទោគាត់អញ្ចឹងមិនត្រូវទេការដែលធ្វើបែបនេះគោលបំណងរបស់គាត់គឺចង់ជួយមនុស្សជាតិតែប៉ុណ្ណោះអាលីក៏ថាត្រូវអីមានអីខុសជួយមនុស្សមែនប៉ុន្តែជួយបានតែមិនទិញសម្រាប់ឡើងនគិលពេលនោះ White Queen បានផ្ដល់ព័ត៌មានឲ្យអាលីគាត់ដឹងថាដុកទ័រ Isaac គាត់បានត្រឡប់មកមន្ទីរពិសោធន៍នេះទាំងសភាពឆ្លងមេរោគដោយត្រូវបានខំពីពួកអសូមប៊ីចំនួនទី2ដែលគាត់បានបង្កើតនោះហើយពួកអសូមប៊ីអស់នោះត្រូវបានបង្កើតឡើងដោយឈាមរបស់អាលីក្លូនអញ្ចឹងទៅធ្វើឲ្យវាមានការបំបែបំរួលសែនរបស់ដុកទ័រ Isaac នឹងខ្លាំងយកតែមែនទែនហើយក៏បន្តទៅទៀតថាដុកទ័រ Isaac សន្មតថាឈាមរបស់អាលីនឹងមានតំណភ្ជាប់ជាមួយនឹង T virus ដែលមានន័យថាឈាមរបស់អាលីនេះគឺអាចព្យាបាលជំងឺអ្នកដែលឆ្លង T virus បានព្រោះអញ្ចឹងទៅអាលីក៏សួរថាហេតុអីបាន White Queen ជួយគាត់ White Queen ក៏តមកវិញថាដោយសារឈាមរបស់អាលីនឹងគឺវាបរិសុទ្ធហើយណាមួយនៅទីនេះគឺវាមានឧបករណ៍គ្រប់គ្រាន់សម្រាប់ធ្វើសំយោគឈាមរបស់អាលីឲ្យទៅជាថ្នាំប្រសាទបានក៏ប៉ុន្តែនៅមានបញ្ហាមួយអាលីត្រូវទៅជួយ White Queen ដោយសារគាត់នឹងមិនអាចឃុំដុកទ័រ Isaac នៅខាងក្នុងនេះបានយូរទេពីព្រោះអីគាត់ខ្លាំងណាស់អញ្ចឹងស្នើឲ្យអាលីចូលទៅខាងក្នុងនោះកម្ចាត់គាត់ចោលទៅដើរចូលមកខាងក្នុងនេះជ្រៅមែនតើគឺឃើញសត្វតែបន្ទប់ទទេស្អាតអត់មានអីសោះស្ងាត់ឈឹងក៏បន្តដំណើរមកតិចទៀតមកឃើញអាលីក្លូនមួយនៅចងងោតែឯងគាត់តែគាត់យកដៃប៉ះអាពងទឹកនឹងភ្លាមធ្វើឲ្យអាលីចាប់ផ្ដើមដឹងខ្លួនព្រឹមពេលនោះដុកទ័រ Isaac លបវាយប្រហារអាលីធ្វើឲ្យប៉ះជាមួយនឹងពងទឹកនឹងធ្លាក់អាលីក្លូនចេញពីក្នុងនោះមកភ្លាមហ្មងប៉ុន្តែចំណែកដុកទ័រ Isaac នេះដូចរឿងខ្លាំងដែរក៏ប៉ុន្តែត្រូវមកកបិតរបស់អាលីរត់ហើយអាលីក្លូននេះបន្ទាប់ពីចេញមកភ្លាមរបៀបថាអត់ទាន់ទទួលសម្ពាធបរិយាកាសខាងក្រៅបានណាអញ្ចឹងមើលទៅប្រហែលជាដាច់ខ្យល់ឬក៏គាត់ស្លាប់អីមួយផ្លែទៅអាលីពិតប្រាកដនឹងចិត្តសឿងមែនតើបន្ទាប់ពីយកកណាត់គ្របខ្លួនអាលីក្លូនហើយដើរតាមរហូតដល់នេះទៀតអាហ្នឹងគឺជាបន្ទប់មួយរបស់អាលីដែលគាត់ងើបពីដំបូងនៃដើមសាច់រឿងហើយកំពុងតែមើលរូបថតប្តីប្រពន្ធខ្លាយៗរបស់គាត់នឹងដុកទ័រ Isaac ម្ដងវត្តយកក៏ប៉ុន្តែអាលីនឹងគេចផុតត្រូវប្រមាណកបិតរបស់គាត់ដែរក៏ប៉ុន្តែមើលទៅដូចជាអត់អាចធ្វើឲ្យដុកទ័រ Isaac បានសោះដោយសារសាច់របស់គាត់នឹងត្រូវឲ្យផ្សះចូលគ្នាវិញពេលដែលលើកដៃមកច្បាច់កអាលីម្ដងទៀតនោះអាលីបានប្រើធម្មពលកម្លាំងចិត្តរបស់គាត់នឹងបុកដុកទ័រ Isaac ឡើងប៉ើងខ្ទៀតអញ្ចឹងក៏ប៉ុន្តែដោយសារប្រើធម្មពលផ្លូវចិត្តនឹងអស់ពេកអាលីនោះក៏គាត់រៀងទុនដៃទុនជើងដែរហើយពេលនោះដុកទ័រ Isaac ចេញមកដល់គាត់ប្រើកម្លាំងធម្មពលមកវិញអាលីធ្ងន់បដ ாய் ប៉ើងដល់ណាដល់ណីណាទៀតចូលមកដល់ទូកញ្ចក់ laser ណាកំឡុងពេលហ្នឹងអាលីក្លូនមួយទៀតគាត់ក៏បានចាប់ផ្ដើមដឹងខ្លួនដែរទៅលេងរួយមួយដុកទ័រ Isaac អានឹងវាយផងទាត់ផងធាក់ផងនៅតែអត់ឈឺហាកបិតនឹងកាប់អត់មកទៀតពេលនោះដុកទ័រ Isaac បាននិយាយទៅអាលីថាតាមពិតទៅគាត់គិតខុសយូរហើយថាអាលីគឺជាអនាគតមែនតើអនាគតមិនមែនជាអាលីទេគឺជាខ្លួនគាត់ឥឡូវនេះហ្នឹងហើយដុកទ័រ Isaac លើកដៃហ្មងស្លាប់អាលីហើយគាត់បែរជាសើចចំអកគាត់និយាយថាអើយភ្លើណាស់អាប្រភ្លើយើងទៅពីរនាក់ប្រកាសជាងាប់នៅនេះជាមិនខានទេពេលនោះស្រាប់តែ laser នឹងបាញ់ចេញមករៀងជាសំណាញ់បងត្រីកាត់អាដុកទ័រ Isaac នឹងដាច់តិចទីអស់លេងហើយពេលមកគៀកអាលីនេះបែរជាឈប់ដែលនេះវាគឺជាស្នាដៃរបស់អាលីក្លូនបានជួយគាត់នឹងឯងកលេចមកមើលទីក្រុងតូក្យូខាងនេះវិញនៅខាងក្រោមដីគឺជាមន្ទីរពិសោធន៍មួយទៀតរបស់ក្រុម Umbrella ដែលកំពុងអង្គុយនិយាយប្រជុំគ្នាអំពីមន្ទីរពិសោធន៍របស់ដុកទ័រ Isaac នោះថាបាត់តំណែងអស់រយៈពេល17ម៉ោងហើយដែលនេះគាត់អាចសន្មតថាទីពិសោធន៍នោះគឺវាអាចនឹងឆ្លងរោគហើយAlbert ក៏ថាមិនអីទេទោះបីជាយ៉ាងណាក៏ដោយ data ទាំងអស់នឹងត្រូវ transfer មកទីកន្លែងរបស់គាត់ហើយគ្រប់យ៉ាងគាត់គឺជាអ្នកដឹកនាំបន្តហើយពេលហ្នឹងអាលីគាត់ក៏ចូលមកក្នុងកិច្ចប្រជុំនឹងដែរតាមរយៈពិន្ទីពិសោធន៍របស់ដុកទ័រ Isaac ហើយក៏បាននិយាយថាបយតិចទៀតអូននឹងនាំមិត្តភ័ក្តិរបស់អូនទៅលេងបងហើយដែលចំនួនអាលីក្លូននៅទីនេះគឺមានច្រើនមែនតើចូលប្រហែលជាង1000នាក់ហើយចឹងសាយរឿង Resident Evil ភាគទី3ចប់តាមនេះហើយអ្នកទាំងគ្នាបើសិនជាពេញចិត្តវីដេអូរបស់ admin សូមជួយចុច like subscribe និងបើករូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតចាំជួបគ្នាជាមួយ admin វីដេអូក្រោយគឺជា Avatar ភាគទី2 Bye bye